ก็មិនមែនជាមនុស្សដែលពួកឯងអាចមកធ្វើបាបបានដែរមានរឿងអីកើតឡើងហ្នឹងបងស្រីបងទើបតែភ្ជាប់ពាក្យសោះមិនក៏កាច់សាហាវម្លេះថែមទាំងឲ្យអង្គរៈវាយពួកខ្ញុំទៀតកញ្ញាឆេនថ្ងៃនេះជាពិធីភ្ជាប់ពាក្យរបស់ខ្ញុំ Tinker នាងត្រូវបានគេតាមចិត្តតាំងពីតូចមកម្លេះកុំប្រកាន់នាងអីណាតោះខ្ញុំឲ្យគេនាំអូនទៅបដូរសម្លៀកបំពាក់ចំណែកឯគម្រោងរបស់ត្រកូលវែនខ្ញុំអាចប្រគល់ឲ្យអូនបានបើលោកកែនិយាយបែបនេះទៅហើយខ្ញុំក៏មិនបដិសេធដែរTinker បងមានចិត្តស្មោះចំពោះអូនណាស់អូនក៏ដឹងដែរទៅថ្ងៃមុខមិនថាមានរឿងអីកើតឡើងចំពោះអូនទេបងអាចជួយដោះស្រាយឲ្យអូនបានទាំងអស់សម្ដីផ្អែមល្ហែមរបស់លោកប្រធានក៏ប្រហែលជាត្រូវរវល់ខ្លាំងហើយមើលទៅបងឲ្យគេរៀបចំកិច្ចសន្យារៀបការនៅសប្តាហ៍ក្រោយហើយបងសង្ឃឹមថាយើងអាចរៀបការឲ្យបានឆាប់បំផុតទៅពិភាក្សាជាមួយអង្គរៈខ្ញុំទៅចេញខើកុំលេងសាច់អីតោះបងជូនទៅផ្ទះអ្នកនាងអញ្ជើញឡើងឡាន Tinker អញគ្រាន់តែជាអង្គរៈម្នាក់សោះហ៊ានមកចេះដឹងរឿងអីដែរTinker នាងត្រូវតែជារបស់ខ្ញុំម្នាក់គត់លោកប្រធានក៏មើលទៅខឹងខ្លាំងណាស់ណោះទឹកមុខពេលគាត់ខឹងមើលទៅអាក្រក់ជាងឆ្អឹងជំនីរបាក់ទៅទៀតលឺឆេនឯងដឹងអត់ថាខ្ញុំស្អប់អ្វីជាងគេជាអ្វីទៅបាទអ្វីដែលខ្ញុំស្អប់បំផុតគឺពេលដែលមនុស្សមិនស្ដាប់បង្គាប់ខ្ញុំឧទាហរណ៍កាលខ្ញុំនៅបរទេសខ្ញុំធ្លាប់ជួយមនុស្សម្នាក់គេដាច់ខាតមិនព្រមទៅមន្ទីរពេទ្យសោះឧទាហរណ៍មួយទៀតខ្ញុំល្អចំពោះឯងខ្លាំងណាស់តែឯងបែរជាមិនខាត់ខ្ញុំមិនឲ្យរៀបការជាមួយគេទៅវិញមុខមាត់សង្ហាដល់ថ្នាក់នេះយប់នេះគេងជាមួយខ្ញុំបានអត់អ្នកនាងស្រវឹងហើយពិភាក្សាញ៉ៃណាស់វើយរឹងជាងកញ្ចក់ការពារគ្រាប់ទៅទៀតបងស្រីបងពិតជាមានសំណាងល្អមែនហ្មងបង្កចំនួនក្នុងពិធីភ្ជាប់ពាក្យឡើងក្រៅហើយតែបងប្រុសយេងសេងនៅតែផ្ញើកាដូឲ្យបងច្រើនដល់ថ្នាក់នេះទៀតរបស់របរសម្រាប់កូនម៉ាក់ឲ្យគេយកទៅទុកក្នុងបន្ទប់ហើយចំណែករបស់ទាំងនេះទុកឲ្យកូននឹងជាទៅណាទៅថ្ងៃក្រោយហាមមិនឲ្យមានរឿងដូចថ្ងៃនេះកើតឡើងទៀតទេបើគេយេងសេងមិនត្រូវការកូនទេគេឈ្មោះនឹងទ្រព្យសម្បត្តិដែលឪពុកម្ដាយកូនបន្សល់ទុកនឹងត្រូវរលាយសាបសូន្យអមិនខានទៅងាប់ឲ្យអស់ទៅTinker នាងកាចឈួតអីទៀតហើយហ្នឹងកុំកំរើកនេះជាលើកដំបូងហើយដែលអញហ៊ាននិយាយជាមួយខ្ញុំបែបនេះទៅថ្ងៃក្រោយកុំដើរជន់កញ្ចក់ទៀតឯងបារម្ភពីខ្ញុំមែនអត់អ្នកនាងកុំលេងសាច់បែបនេះអីបាទលឺឆេនឯងមានមនុស្សដែលស្រឡាញ់នៅអ្នកនាងសួរខ្ញុំ7ដងហើយបាទតែឯងមិនដែលឆ្លើយសោះនឹងឯងពិតជាចង់ឲ្យខ្ញុំរៀបការជាមួយកេយិងសេងមែនអត់
ពួកយើងសាក់លបងបន្តិចទៅល្អទេ សាក់អីទៅ បងល្ងងមែនតែនឬក៏ធ្វើពុតជាល្ងងនឹង ខ្ញុំជាប្រុសណាកុំចេះតែដោះអោបផ្ដេសផ្ដាសអី បងជាប្រុសមែនអត់ចុះមិនក៏គ្មានប្រតិកម្មអីបន្តិចសោះអញ្ចឹង លូឆិន បើបងមិនចូលចិត្តខ្ញុំទេមិនក៏ល្អដាក់ខ្ញុំម្លេះ វាជាតួនាទីរបស់ខ្ញុំ ល្អណាស់តួនាទីរបស់ខ្ញុំចង់គេងហើយចេញទៅក្រៅទៅ ខ្ញុំធ្វើបែបនេះតើវាត្រូវឬក៏ខុសទៅវិញទេ បងស្រីស្លៀកពាក់ស្អាតខ្លាំងណាស់បងប្រុសគូច្បាស់ជាលើកជង្គង់សុំបងរៀបការភ្លាមមិនខានទេលាតខ្នងឲ្យត្រង់បន្តិចទៅកុំធ្វើមុខដូចរងទុកវេទនាពេកម៉ាក់គិតថាឈុតនេះល្អយកមួយនឹងចុះតោះម៉ាក់នាំកូនទៅរើសរករាត្រីស្មោះសពី3ទៀតរើសតតែកូនពេញចិត្តចាអរគុណម៉ាក់ បដូរពាក់ស្បែកជើងរៀបស្មើវិញទៅវានឹងស្រួលជាង ខ្ញុំស្លៀកឈុតការនេះស្អាតទេ ស្អាតតើ អញ្ចឹងបងមើលឲ្យច្បាស់ទៅ ស្អាតខ្លាំងណាស់ ថាបនិយោជកតើចាត់ទុកថាខុសឆ្គងនឹងការងារទេ ខុស ស្អែកខ្ញុំរៀបការហើយបើខ្ញុំពាក់ស្បែកជើងរៀបស្មើមួយគូនេះតើបងនឹងទៅដណ្ដើមខ្ញុំពីពិធីការទេមិនក៏មិនទាន់ដោះឈុតការចេញទៀតវាស្អាតណាស់ខ្ញុំចង់ពាក់វាឲ្យបានយូរបន្តិចកញ្ញាចិត្តខ្លាយជាភរិយារបស់អ្នកអត់ទេហើយគួរតែរក្សាគម្លាតខ្លះទៅកុំឲ្យគេនិយាយដើមបាន ប្រញាប់ទៅយកឈុតការរបស់កញ្ញាមកកញ្ញាសិនដល់ពេលត្រូវទៅព្រះវិហារហើយ ចុះលូឆិនអ្នកឯណា ថ្ងៃនេះគាត់សុំច្បាប់សម្រាប់ខ្ញុំនឹងឲ្យអង្គរៈផ្សេងជូនកញ្ញាទៅ ចៅហ្វាយកញ្ញាសិនចេញពីភូមិព្រឹកត្រកូលសិនហើយបើលោកមិនប្រញាប់ទៅទេច្បាស់ជាមិនទាន់ពិតមែនហើយពិភពលោករបស់ពួកយើងងឹតខ្លាំងណាស់នាងគួរតែរស់នៅក្រោមពន្លឺថ្ងៃនៅក្បែរខ្ញុំនាងនឹងមានគ្រោះថ្នាក់ដល់ជីវិត